ពីក្រុមបើកឈើប្រយុទ្ធពេលសមត្ថកិច្ចខាត់បានចោទដាក់គ្នាថាប៉ុនប៉ងប្លន់យកម៉ូតូក្មេងត្មើងពីក្រុមបានបើកឆាកប្រយុទ្ធគ្នាប្រដាប់ដោយដុំថ្មបានវាយកំទេចម៉ូតូព្រមទាំងធ្វើឲ្យមានមនុស្សរបួសត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានមនុស្សចំនួន4នាក់និងម៉ូតូ3គ្រឿងយកទៅធ្វើការសួរនាំកាលពីវេលាម៉ោង3ទៀបភ្លឺថ្ងៃទី9ខែមិថុនាឆ្នាំ2025នៅចំណុចផ្លូវ307កែងផ្លូវ51សង្កាត់បឹងកេងកងទី1ខណ្ឌបឹងកេងកងរាជធានីភ្នំពេញតាមប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថាមុនពេលកើតហេតុមិនដឹងថាភាគីទាំងសងខាងមានទំនាស់អ្វីនឹងគ្នារឿងអ្វីនោះទេដោយភាគីម្ខាងមានគ្នា3នាក់ជិះម៉ូតូចំនួន1គ្រឿង Mark Honda Trim និងភាគីម្ខាងទៀតមានគ្នាចំនួន6នាក់ជិះម៉ូតូ2គ្រឿង Mark Honda Trim 1គ្រឿងនិងម៉ូតូ Suzuki Led ចំនួន1គ្រឿងតាមប្រភពដដែលក៏បានបន្តថាលុះពេលជិះមកដល់ចំណុចកើតហេតុខាងលើស្រាប់តែពួកគេដេញវាយគ្នាប្រដាប់ដោយដុំថ្មរៀងៗខ្លួនបានគប់និងបានវាយគ្នាទៅវិញទៅមកនិងបំផ្លិចបំផ្លាញម៉ូតូទាំងសងខាងទៅវិញទៅមកបណ្ដាលឲ្យភាគីទាំងសងខាងត្រូវបានរងរបួសរៀងៗខ្លួនខ្លះរត់ចោលគ្នាខ្លះបន្សល់ភាគីទាំងសងខាងចំនួន4នាក់រួមទាំងម៉ូតូ3គ្រឿងរងការខូចខាតត្រូវបានសមត្ថកិច្ចមូលដ្ឋានចុះទៅធ្វើការឃាត់ខ្លួនយកទៅប៉ុស្តិ៍ប៉ូលីសរដ្ឋបាលបឹងកេងកងទី1ធ្វើការសាកសួរទៅតាមជំនាញផងដែរចំពោះការសាកសួរភាគីទាំងសងខាងបានចោទគ្នាទៅវិញទៅមកដោយមិនមាននរណាទទួលកំហុសនោះទេព្រមទាំងបានអះអាងថាភាគីដែលមានគ្នា3នាក់បានព្រួតទៅលើភាគីគ្នា6នាក់បំរុងប្លន់យកម៉ូតូរបស់គាត់ថែមទៀតផងដោយឡែកភាគីដែលមានគ្នា6នាក់បានចោទភាគីដែលមានគ្នា3នាក់ថាបានព្រួតវាយពួកគេប្លន់យកម៉ូតូពួកគេដូចគ្នាផងដែរពាក់ព័ន្ធករណីនេះផងដែរដោយសារតែមានការចោទប្រកាន់គ្នាទៅវិញទៅមកសមត្ថកិច្ចក៏សាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកងដើម្បីចាត់ការបន្តសូមអរគុណសម្រាប់ការទស្សនាចំពោះបងប្អូនថ្មីសូមចុច Subscribe ដើម្បីទទួលបាននូវវីដេអូព័ត៌មានប្រចាំថ្ងៃសូមអរគុណ